តោះអ្នកទាំងអស់គ្នាថ្ងៃនេះបានប្រដាប់វងថ្មីអញ្ចឹងប្រដាប់វងនេះទិញពីអ្នកធ្វើការគ្នាឯងទេ$9មានប្រដាប់វងនឹងមួយមានលោតអន្ទាក់មួយអញ្ចឹងពេលចុះខេត្តចុះដើរធ្វើការតាមខេត្តខ្ញុំយកវាទៅតាមខ្លួនដើម្បីទុកហាត់ប្រាណពេលយើងចប់ពីការងារយើងឆ្លៀតហាត់ប្រាណអញ្ចឹងណាហើយនៅតាមខេត្តភាគច្រើនយើងគេងតែសំណាក់អញ្ចឹងតាមតែសំណាក់គឺយើងមាន space សម្រាប់ហាត់ប្រាណអញ្ចឹងយើងយកទៅតាមខ្លួនដើម្បីថែសុខភាពខ្លះព្រោះពេលខ្លះយើងដើរធ្វើការរវល់ពេកយើងអត់មានពេលហាត់ប្រាណអញ្ចឹងពីខ្ញុំផ្ទាល់គឺខ្ញុំជាទូទៅគឺខ្ញុំយកប្រដាប់ហាត់ប្រាណទៅតាមខ្លួនហើយអញ្ចឹងអ្នកទាំងអស់គ្នាក៏ប្រហែលជាថែសុខភាពដូចខ្ញុំឬក៏ថែសុខភាពជាងខ្ញុំទៀតតែខ្ញុំចង់ចែកបទពិសោធន៍ពេលដែលខ្ញុំទៅធ្វើការតាមខេត្តគឺខ្ញុំតែងតែយកប្រដាប់ហាត់ប្រាណទៅតាមខ្លួនហើយSee you guys អញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះនិងចូលចិត្តបទពិសោធន៍ដែលខាងខ្ញុំបាន share ទៅអញ្ចឹងសូមអរគុណបាទចំពោះការចូលទស្សនានិងចូលស្ដាប់អរគុណច្រើនជម្រាបលាបងប្អូន